ជំរាបសួរបងប្អូនអរគ្នាយើងជួបគ្នាជាថ្មីម្ដងទៀតហើយថ្ងៃនេះមកស្តាលក៏បង្ហាញនៅ Twig លុយចំនួន5ដល់បងប្អូនទាំងអស់គ្នាផងដែរអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេល Twig ទាំង5ដែលមកស្តាលធ្វើការបង្ហាញដល់បងប្អូនទាំងអស់គ្នាមានអ្វីខ្លះនោះក៏សូមរីករាយតាមដានជាមួយនឹងការបង្ហាញរបស់ Mobile Star ដូចតទៅអូខេអញ្ចឹង Twig ទី1ដែល Mobile Star ចង់បង្ហាញគឺជា Twig ដែលធ្វើឲ្យយើងចាក់នៅ YouTube នៅលើទូរស័ព្ទដៃ iPhone របស់យើងនៅខាងលើកម្មវិធីផ្សេងបានដោយមិនចាំបាច់បិទ YouTube ទេឧទាហរណ៍យើងចូលទៅកាន់ YouTube របស់យើងទៅហើយបន្ទាប់មកយើងជ្រើសរើសវីដេអូណាមួយដែលយើងចង់ចាក់ឧទាហរណ៍យើងជ្រើសរើសវីដេអូមួយនេះទៅគឺយើងចង់ចាក់អូខេបន្ទាប់មកយើងធ្វើការបិទវីដេអូហ្នឹងទៅបិទ YouTube ទៅវិញទៅពេលនោះបាទវីដេអូហ្នឹងនឹងនៅ play លើទូរស័ព្ទដៃ iPhone របស់យើងនៅលើ home screen របស់យើងដូចនេះឯងហើយយើងអាចធ្វើការបើកនិងចូលទៅកម្មវិធីផ្សេងទៀតហើយយើងអាចលាក់ YouTube នឹងបានបាទលាក់ YouTube នឹងបានកុំឲ្យបាំងមុខហើយវានៅតែ play លើ background របស់កម្មវិធីនឹងដដែលយើងអាចទាញមកវិញហើយក៏យើងអាចធ្វើការពង្រីកនៅកម្មវិធី YouTube នឹងបានទៀតផងអូខេមើលទៅវាប្លែកហើយលុយមែនតើអញ្ចឹងដើម្បីលេងstyle ដូចនេះអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ site D ហើយធ្វើការ install Twig មួយដែលគេដាក់ឈ្មោះថា Titan អូខេបាទអញ្ចឹង Titan នេះវាងាយស្រួលក្នុងការកំណត់វាទេយើងអត់មានអីច្រើនទេអូខេបាទយើងចូលបើក enable វា3ហ្នឹងមកបាទ3ហ្នឹងមកយើងមិនបាច់គិតអីច្រើនទេកន្លែង toggle នេះក៏យើងអាចធ្វើការបើកវាអញ្ចឹងដែរមកបាទបើកវាមកអូខេហើយកន្លែង experiment នេះ experimental នេះយើងបើកតែមួយមក YouTube background playback អូខេយើងបើកតែមួយអញ្ចឹងមកអូខេមានតែប៉ុណ្្នឹងទេបន្ទាប់មកយើងចុច respring អូខេពេលយើង respring ហើយកម្មវិធីនោះនឹងដំណើរការនៅលើទូរស័ព្ទដៃរបស់យើងហើយយើងអាចចាក់នៅកម្មវិធី YouTube ដូចជាអ្នកនរគ្នាបានឃើញដូចនេះឯងអូខេនេះគឺជា Twig ទី1 Twig ទី2ដែល Mobile Star ចង់បង្ហាញគឺរបៀបដែលយើងលេង style ទៅលើអូខេទៅលើ scroll indicator របស់យើងនេះរបា scroll របស់យើងដែលមានលក្ខណៈជាពណ៌ដូចនេះនេះដោយសារ Mobile Star ដាក់ពណ៌រាងផ្ទៃមេឃវាចេញអញ្ចឹងអូខេហើយក៏អាចលេង style ទៅលើ cursor នៃទូរស័ព្ទដៃ iPhone របស់យើងនៅក្នុងរង្វង់អក្សរហើយយើងអាចលេង style ទៅលើ selection text របស់យើងឧទាហរណ៍យើងវាយពាក្យអញ្ចឹងហើយអូខេយើងវាយពាក្យអញ្ចឹងហើយយើងអាច select វាបាទ select all មកវាចេញពណ៌នៅលើ select របស់យើងនឹងជាពណ៌ផ្សេងបានដូចតែអ្នកគ្នាបានឃើញអញ្ចឹងហើយអូខេដើម្បីលេង style ស្មានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ site D ហើយធ្វើការ install នៅ Twig មួយដែលគេដាក់ឈ្មោះថាអូខេដែលគេដាក់ឈ្មោះថា colorful line នេះ colorful line នេះយើងចូលទៅកាន់វាដើម្បីកំណត់ទៅកន្លែងយើងបើក enable វាមកហើយ custom scroll bar color នេះយើងអាចធ្វើការដូរវាពីពណ៌ផ្ទៃមេឃមកជាពណ៌ខៀវដើម្បីឲ្យវាច្បាស់បន្តិចយើងឃើញ scroll bar វាច្បាស់បន្តិចហើយកន្លែង custom cursor color នេះយើងអាចដូរពីពណ៌ក្រហមមកជាពណ៌បៃតងចឹងមកហើយកន្លែង floating color cursor color នេះយើងអាចបាទរើសពណ៌ណាដែលយើងស្រឡាញ់ឥឡូវដាក់ពណ៌លឿងដដែលទៅអូខេរើសពណ៌អញ្ចឹងមក select bar color នេះយើងអាចជ្រើសរើសយកជាពណ៌ក្រហមវិញទៅហើយកន្លែងនេះយើងអាចដូរមកជាពណ៌ស្វាយអីវិញអញ្ចឹងមកតាមពណ៌ដែលយើងស្រឡាញ់អត់មានអីច្រើនទេអូខេពេលយើងកំណត់អញ្ចឹងហើយយើងត្រឡប់ទៅវិញទៅអញ្ចឹងនៅពេលដែលយើងវាយចូលរបស់ setting ហើយពេលយើង scroll វាយើងនឹងឃើញពណ៌នៃរបស់ scroll នេះហើយនឹង selection color នេះវាមានការផ្លាស់ប្ដូរអូខេយើងវាយហើយយើង select មកអញ្ចឹងយើងឃើញថាវាមានពណ៌មានការផ្លាស់ប្ដូរទៅតាមអ្វីដែលយើងបានកំណត់បំបញ្ញនឹងឯងអូខេឧទាហរណ៍យើងត្រឡប់ទៅវិញហើយយើងបើកចូលកម្មវិធី setting ទៅបាទអញ្ចឹងយើងឃើញ scroll របស់យើងពេលយើង scroll ទៅ color របស់យើងមានពណ៌ខៀវអូខេតាមអ្វីដែលយើងបានដូរបំបញ្ញមិញនេះគឺជា Twig ទី2 Twig ទី3ដែល Mobile Star ចង់បង្ហាញគឺរបៀបដែលយើងលេង style ទៅលើលេខនៃ keypad របស់យើងមានលក្ខណៈប្លែកដូចនេះវាអត់ចេញលេខ1លេខ2លេខ3លេខ4លេខ5លេខ6ធំអញ្ចឹងទេវាចេញជាប៊ូតុងជាលេខតូចនៅលើkeypad
dollar របស់បានន័យថានៅលើក្តារចុចដែលយើងចុច call ទៅគេនឹងឯងអូខេអញ្ចឹងដើម្បីលេង style ដូចឆ្មាអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ site នេះហើយធ្វើការ install នៅ Twig មួយដែលគេដាក់ឈ្មោះថា phone class នេះ phone class យើងចូលមកកាន់វាមកអូខេយើងអត់មានអីច្រើនទេយើងគ្រាន់តែបើក enable វាអស់មកខាងលើខាងក្រោមហ្នឹងបើក enable វាឲ្យអស់ទៅបន្ទាប់មកចុច save ឬក៏ respring មកអូខេវានឹងដំណើរការដូចនេះឯងនេះគឺជា Twig ទី3 Twig ទី4ដែល Mobile Star ចង់បង្ហាញនេះគឺអ្នកនរគ្នាបានឃើញហើយគឺយើងរបៀបដែលយើងលេង style ទៅលើ icon នៃទូរស័ព្ទដៃ iPhone របស់យើងឲ្យមានលក្ខណៈជាបញ្ជីដូចនេះបានន័យថាជា list ដូចនេះអញ្ចឹងមើលទៅវាប្លែកហើយនឹងងាយស្រួលនៅក្នុងការ scroll ទៅកាន់កម្មវិធីនីមួយៗដើម្បីស្វែងរកហើយវារៀបទៅតាមលំដាប់អក្សរពី A រហូតដល់ Z អូខេនេះយើងមើលជួរអក្សរវាពី A រហូតដល់ Z អូខេអញ្ចឹងដើម្បីលេង style លើ home screen នៃ icon របស់យើងដូចនេះបានយើងគ្រាន់តែចូលទៅកាន់ site នេះហើយធ្វើការ install នៅ Twig មួយដែលគេដាក់ឈ្មោះថា home list នេះ home list បាទអញ្ចឹង Twig ហ្នឹងជារបស់វៀតណាមទេកន្លែងនេះគឺពេលយើងបើកដំណើរការ Twig របស់យើងបន្ទាប់មកកន្លែងនេះយើងបិទអស់ទៅហើយកន្លែងនេះយើងជ្រើសរើសយកដូច Mobile Style បង្ហាញហ្នឹងមកបាទអាលើយកកដាលអាក្រោមយកខាងអាក្រោមទៀតយកកដាលអូខេអានេះយកខាងគេបងខាងមួយទៀតអូខេអានេះយកទី2យកទី3បាទហើយអានេះយកខាងនេះអានេះយកខាងនេះអូខេអញ្ចឹងយើងជ្រើសរើសប៉ុណ្ណឹងមកហើយយើងត្រឡប់ទៅវិញទៅហើយបន្ទាប់មកយើងចូលទៅកាន់ Twig ណាមួយដើម្បីយើងធ្វើការ respring ដើម្បីឲ្យ Twig home list ហ្នឹងដំណើរការអូខេពេលវាដំណើរការហើយយើងអាចពេលយើងធ្វើការ respring ហើយយើងអាចឃើញថា Twig ហ្នឹងនឹងដំណើរការដូចអ្នកនរគ្នាបានឃើញដូចនេះឯងនេះគឺជា Twig ទី4 Twig ទី5ដែល Mobile Star ចង់បង្ហាញគឺរបៀបដែលយើងលេង style ម៉ោងនាទីថ្ងៃខែរបស់យើងនៅលើ lock screen នៃទូរស័ព្ទដៃរបស់យើងគឺមានលក្ខណៈស្រស់ស្អាតដូច្នេះហើយយើងអាចធ្វើការកំណត់ពណ៌របស់វាទៅតាមពណ៌ដែលយើងចូលចិត្តអូខេអញ្ចឹងដើម្បីលេង style ដូចឆ្មាអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ site នេះហើយធ្វើការ install នៅ Twig មួយនិង widget មួយបាទ Twig នោះមានឈ្មោះថា Zen HTML ហើយ Twig widget មួយដែលគេដាក់ឈ្មោះថា Sample V2 បាទ Sample V2 អូខេពេលយើងធ្វើការ install ហើយយើងចូលមកកាន់ setting មកហើយបន្ទាប់មកយើងចូលមកកាន់ HTML បន្ទាប់មកយើងចូលទៅកាន់កន្លែងគេដាក់ថា lock screen នេះអូខេកន្លែងគេដាក់ថា lock screen នេះបន្ទាប់មកយើងយកពាក្យថា background widget ហើយបន្ទាប់មកយើងធ្វើការជ្រើសរើស widget ដែលយើងចង់ដាក់នេះដែលយើងចុចយក add widget បន្ទាប់មកយើងចូលទៅកាន់អូខេនេះ simple v2 អូខេចុចលើវាមកវានឹងដំណើរការបន្ទាប់មកយើងសេរីទៅរកទីតាំងម៉ោងដែលយើងស្រឡាញ់អូខេដាក់លើ lock screen របស់យើងអូខេបន្ទាប់មកយើងមើលលើនេះកន្លែង setting នេះយើងធ្វើការកំណត់នៅពណ៌របស់ម៉ោងហើយនឹងនាឡិកាហើយនឹងថ្ងៃខែដែលយើងស្រឡាញ់អូខេ scale នេះយើងយកអញ្ចឹងទៅ clock យក12ម៉ោងអញ្ចឹងទៅតែ color នេះយើងអាចដូរពីពណ៌បៃតងមកជាពណ៌pink អូខេយើងវាយពាក្យ pink ចូលទៅ pink ពណ៌ផ្កាឈូកហើយ our color នេះយើងបានន័យថាពណ៌របស់ម៉ោងនេះយើងដូរពី blue មកជាពណ៌ណាដែលយើងត្រូវការឧទាហរណ៍ដូរមក white វិញចុះមកពណ៌សបន្ទាប់មកកន្លែង minute color នេះយើងអាចដូរពីពណ៌លឿងមកជាពណ៌អីណាមួយដែលយើងស្រឡាញ់ឧទាហរណ៍យកពណ៌ស្វាយវិញចុះឧទាហរណ៍យើងវាយថា purple អូខេវាយអញ្ចឹងមកបន្ទាប់មកយើងចុចពាក្យថា save ចុច save យ៉ាងមកអូខេពេលនោះយើងនឹងឃើញថាបាទពណ៌នៃម៉ោងរបស់យើងគឺមានការផ្លាស់ប្ដូរទៅតាមពណ៌ដែលយើងបានកំណត់អញ្ចឹងបន្ទាប់យើងធ្វើការកំណត់ហើយយើងចុច tick លើវាមួយមកហេវានឹងដំណើរការហើយបន្ទាប់មកយើងត្រឡប់ទៅវិញទៅយើងនឹងបាន style ម៉ោងដែលមានពណ៌យ៉ាងស្រស់ស្អាតនៅ lock screen របស់យើងដូចជាអ្នកខ្ញុំបានឃើញអញ្ចឹងគឺមានលក្ខណៈប្លែកហើយនឹងស្រស់ស្អាតមែនតើអូខេគណៈសម្រាប់ការតាមដានទស្សនាថ្ងៃនេះមានតែប៉ុណ្្នឹងទេខុសជាងណាក៏សូមអធិស្ឋានពីនេះ Mobile Style ក៏សូមជម្រាបលាជួបអ្នកនរគ្នានៅវីដេអូលើកក្រោយទៀត